សម្រាប់សង្គ្រាមដុនបូស្កូខេត្តកែបយើងគឺរៀបចំជាច្រើនឆ្នាំហើយប៉ុន្តែឆ្នាំនេះគឺជាឆ្នាំដែលពិសេសជាងគេដោយសារតែយើងមានបង្ហាញក្បាច់រាំប្រពៃណីខ្មែររបស់យើងចំនួន4ក្បាច់គឺយើងមានរាំវង់ជោគកពើសារវ៉ាន់និងកន្ទ្រឹមចំពោះចង្វាក់ណាមណាវនេះមានលក្ខណៈពិសេសដោយសារតែនិស្សិតអ្នករាំនេះគឺជាជនជាតិដើមភាគតិចទាំងអស់ហើយបទហ្នឹងគឺបង្ហាញពីប្រពៃណីជនជាតិដើមភាគតិចសម្រាប់ការបង្វឹកពួកគាត់រាំដោយមានផលពិបាកបន្តិចតែងាយស្រួលដែរដោយសារអីពួកគាត់គឺខិតខំហាត់ទាំងអស់គ្នាគាត់ព្យាយាមក្នុងការហាត់ចេញពីចិត្តចាជាចុងក្រោយគឺចង់ផ្ដាំផ្ញើទៅយុវជនចំនួនក្រោយៗឲ្យចូលរួមថែរក្សានៅប្រពៃណីរាំរបស់យើងក្បាច់ខ្មែររបស់យើងឲ្យបានច្រើនតកស្រណងស្រងស្រងយើងក្បងទឹកចែកគ្នាញ៉ាំរដូវចូលឆ្នាំប្រស្រីរំជ្រៀងរំឆ្នាំនេះសម្រាប់ផ្នែកតំណែងនិងប្រព័ន្ធផ្សព្វផ្សាយមានល្បែងចំនួន3មានល្បែងបោះអង្គុញល្បែងទាញព្រាត់ហើយនិងល្បែងក្អមផ្នែកផ្សេងមានល្បែងផ្សេងទៀតដែរមានដូចជាលាក់កន្សែងដូចជាចោលឈូងនិងមានល្បែងក្របមន់មានស្ដាច់ចង់អីផ្សេងច្រើនទៀតណាពាក់ព័ន្ធជាមួយនឹងល្បែងបោះអង្គុញនេះចាស់បោះអង្គុញភាគច្រើនដែលក្មេងសម័យបច្ចុប្បន្ននេះគឺអត់សូវចេះលេងអត់សូវចេះលេងដោយសារអីក៏អត់ស្គាល់អញ្ចឹងយើងចង់លើកអាហ្នឹងមកលេងវិញដើម្បីឲ្យគាត់បានស្គាល់វាផងហើយនឹងមានភាពសប្បាយរីករាយផងព្រោះអញ្ចឹងពេលលេងទៅសប្បាយត្រង់កន្លែងជុះឲ្យគេឈឺល្បែងទាញព្រាត់បាទអត្ថន័យគឺយើងត្រូវការសាមគ្គីយើងត្រូវការមានភាពគេថានៅក្នុងហ្នឹងគឺយើងស្វាហាប់ហើយនឹងមានភាពសាមគ្គីដើម្បីឲ្យបានគេថាទទួលបានជ័យជំនះព្រោះអានេះយើងត្រូវការកម្លាំងត្រូវការសាមគ្គីគ្នាសម្រាប់សារចង់ឲ្យប្អូនឬក៏កូនចៅឬក៏សិស្សនន់ក្រោយចង់ឲ្យបានរើសល្បែងប្រជាប្រិយដែលលេងពីដើមមកខុសពីល្បែងគេហៅថាល្បែងស៊ីសងដូចជាខុសច្បាប់ដូចជាលេងប៊ីអីជាដើមហ្នឹងយើងគួរតែជិះវៀងល្បែងហ្នឹងយើងយកល្បែងប្រជាប្រិយខ្មែរយើងដែលថាលេងទៅផ្ដល់ទាំងគេហៅថាផ្ដល់ទាំងប្រាជ្ញាផ្ដល់ទាំងភាពសប្បាយរីករាយហើយនឹងផ្ដល់ការទំនាក់ទំនងដូចគ្នាដែរលំអក្រងអង្គ